មានតែព្រះទេដែលទ្រង់បរិសុទ្ធពាក្យថាបរិសុទ្ធគឺទ្រង់គ្មានបាបសោះហើយមិនបានយកការអាក្រក់មកដាក់ក្នុងប្រតិយទ្រង់ឡើយគឺទ្រង់នេះហើយដែលជាព្រះបានសុគតជំនួសបាបយើងដើម្បីផ្សះផ្សាយើងហើយព្រះអង្គចង់ឲ្យយើងបានคล้ายទៅជាកូនព្រះពិតប្រាកដព្រះទ្រង់បរិសុទ្ធយើងទាំងអស់គ្នាក៏បរិសុទ្ធដូចទ្រង់ដែរសូមបងប្អូនប្រុងប្រយ័ត្នចំពោះអារក្សវាញុះញង់ក្នុងជីវិតយើងរាល់ថ្ងៃវាចង់ឲ្យយើងទាំងអស់គ្នាបាត់ភាពបរិសុទ្ធពីព្រះវាបណ្ដាលជីវិតយើងឲ្យយើងប្រព្រឹត្តនៅអ្វីដែលទ្រង់មិនសប្ហាតីដូច្នេះដើម្បីជៀសវាងកុំឲ្យមានការបាត់ភាពបរិសុទ្ធពីព្រះបានត្រូវអំពាវនាវរកទ្រង់ដោយអស់ពីចិត្តហើយកុំឲ្យភាពបរិសុទ្ធតែព្រះទ្រង់ប្រទានឲ្យយកទៅឲ្យអារក្សព្រោះអារក្សនៅក្នុងគំនិតរបស់វាពោពេញទៅដោយអំពើបាបដូច្នេះយើងត្រូវថ្វាយចិត្តដល់ខ្ទេចខ្ទាំទៅព្រះនេះយើងថ្វាយទាំងចិត្តថ្វាយទាំងព្រលឹងវិញ្ញាណទៅព្រះដើម្បីឲ្យទ្រង់កែច្នៃជីវិតយើងឲ្យបានល្អត្រឹមត្រូវឡើងវិញបាទសូមជម្រាបសួរបងប្អូនទាំងអស់នៅក្នុងសេចក្តីស្រឡាញ់ព្រះយេស៊ូវគ្រីស្ទយើងជួបគ្នាម្ដងទៀតហើយយើងនឹងពិចារណាព្រះបន្ទូលព្រះអង្គនិងសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅក្នុងគម្ពីរអេសាយនិងគម្ពីរសាមយ៉ូអែលទី1ចំពោះ2ខ2និងលេវីវិន័យចំពោះ19ខ2ទំនុកដំកើងចំពោះ99ខ9បាទនេះមានចំណងជើងថាភាពបរិសុទ្ធរបស់ព្រះមុននឹងចាប់ផ្ដើមពិចារណាព្រះបន្ទូលព្រះអង្គសូមបងប្អូនបានសម្រុំចិត្តយើងអធិដ្ឋានជាមួយគ្នាអោព្រះបិតាជាម្ចាស់ជីវិតទូលព្រះបង្គំព្រះអង្គអើយទូលបង្គំត្រូវការព្រះអង្គដើម្បីទទួលនៅភាពបរិសុទ្ធពីព្រះអង្គដើម្បីឲ្យទូលបង្គំបានស្គាល់ពីអង្គទ្រង់ដែលជាព្រះដ៏បរិសុទ្ធគ្មានកន្លែងបន្ទោសបានហើយជាព្រះដែលមានគ្រប់ទាំងព្រះចេស្តាទូលបង្គំយើងខ្ញុំទាំងអស់គ្នាចង់បានភាពបរិសុទ្ធពីព្រះអង្គដែរសូមប្រទានភាពទាំងអស់នេះដល់ទូលបង្គំអរព្រះគុណដល់ព្រះអង្គទូលបង្គំអធិដ្ឋានក្នុងពេលនេះដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអត្ថន័យនៃពាក្យបរិសុទ្ធគឺមានតែព្រះតែមួយគត់ដែលបរិសុទ្ធទ្រង់គ្រប់លក្ខហើយគ្មានការរាក់ទាក់ទងឬប្រឡាក់ប្រលោះជាមួយនឹងអំពើបាបឡើយហើយក៏គ្មានសេចក្តីណាមួយនៅក្នុងទ្រង់ឡើយគ្មានសេចក្តីអាក្រក់ណាមួយនៅក្នុងទ្រង់ឡើយព្រោះក្នុងទ្រង់មានពេញដោយជីវិតនិងភាពស្មោះត្រង់ដែលធ្វើឲ្យទ្រង់មានលក្ខណៈជាព្រះខុសប្លែកពីមនុស្សសុទ្ធតែមានបាបគ្មានភាពបរិសុទ្ធនៅចំពោះព្រះនៅក្នុងគម្ពីរសាមយ៉ូអែលទី1ចំពោះ2ខ2គ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយតែក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះគ្មានព្រះណាទៀតសោះក៏គ្មានព្រះឯណាដែលទុកជាថ្មដាឲ្យដូចជាព្រះនៃយើងខ្ញុំដែរមានពាក្យមួយថាថ្មដាគឺជាពាក្យប្រៀបធៀបពណ៌នាអំពីកម្លាំងនិងភាពថិតថេរអំពីព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលថាទ្រង់នឹងការពារពួកគេឲ្យមានសុវត្ថិភាពនិងមិនដែលចាកចេញពីពួកគេឡើយក្នុងគម្ពីរសាមយ៉ូអែលទី2ចំពោះ22ខ2អេសាយចំពោះ17ខ10អេសាយចំពោះ6ខ1ដល់ខ8យើងអាននៅខ3មួយបន្លឺបានទៅកាន់មួយថាបរិសុទ្ធបរិសុទ្ធផែនដីទាំងមូលមានពេញដោយសេរីល្អនៃទ្រង់ពាក្យថាបរិសុទ្ធបរិសុទ្ធគឺជាពាក្យសង្កត់3ដងបញ្ជាក់ពីភាពបរិសុទ្ធអត់ប្រែប្រួលរបស់ព្រះនៃយើងសូមបញ្ជាក់ថា3ដងប្រើសំខាន់សម្រាប់ព្រះវិហារព្រះយេហូវ៉ាគឺដើម្បីបញ្ជាក់ពីភាពទុកចិត្តរបស់ប្រជារាស្ត្រនៅក្នុងភាពសុខសាន្តនៃក្រុងយេរូសាឡិមពីព្រោះមានវត្តមាននៅក្នុងទីបរិសុទ្ធមាន3ចំណុចពីភាពបរិសុទ្ធនៃព្រះចំណុចទី1ព្រះទ្រង់មិនអាចទតមើលអំពើបាបដែលមានប្រតិយល់ព្រមបានទេនៅក្នុងគម្ពីរហាបាគុកចំពោះ1ខ13ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែងនឹងទតមើលការអាក្រក់មិនបានក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកំបត់ហើយនៅតែស្ងៀម
នៅក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សសុចរិតជាងខ្លួនបាត់ដូច្នេះនៅក្នុងបទគម្ពីរបានលើកឡើងអំពីបញ្ហាដែលត្រូវបានចោទសួរតាំងពីយូរយារណាស់មកហើយអំពីសេចក្តីអាក្រក់ដែលតាក់ទងទៅនឹងសេចក្តីជំនឿរបស់ពួកអ៊ីស្រាអែលថាតើហេតុអ្វីបានជាមនុស្សអាក្រក់ហាក់ដូចជាមានការរីកចម្រើនឡើងដោយពុំមានអន្តរាគមន៍ពីព្រះយុត្តិធម៌ហើយបរិសុទ្ធចំណុចនេះមានន័យថាទ្រង់ទតមើលដោយបណ្ដាលឲ្យមានការនោះកើតឡើងនៅក្នុងគម្ពីរទំនុកដំកើងជំពូក5ខ4នេះចំណុចទី2អំពើបាបបំបែកមនុស្សចេញពីព្រះនៅក្នុងគម្ពីររ៉ូមជំពូក3ខ23ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះកណ្ដាលសេរីល្អនៃព្រះអំពីសេរីល្អនៃព្រះមានន័យថាអ្វីដែលព្រះសពព្រះハរតីឲ្យមនុស្សដែលគ្មានសេរីល្អពីព្រះឲ្យទទួលបាននៅសេរីល្អពីព្រះដូចជាសេរីល្អដែលមាននៅក្នុងសម័យអាដាមមុនធ្លាក់ក្នុងសេចក្តីល្បួងនៅក្នុងគម្ពីរលោកុប្បត្តិជំពូក1ខ28ក្រោយមកទៀតមនុស្សត្រូវបានទទួលនៅសេរីល្អម្ដងទៀតតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទចំណុចទី3អ្វីក៏ដោយដែលតាក់ទងយ៉ាងសមរម្យទៅចំពោះព្រះគឺត្រូវតែបរិសុទ្ធពីពេត្រុសទី1ជំពូក1ខ16គាត់មានសេចក្តីចែងទុកមកថាចូលឲ្យឯងរាល់គ្នាបានបរិសុទ្ធបិទអញជាបរិសុទ្ធពាក្យថាអញជាបរិសុទ្ធគឺមានន័យថាបានញែកចេញពីអំពើបាបនិងភាពមិនបរិសុទ្ធញែកចេញសម្រាប់ព្រះនៅក្នុងគម្ពីរនិខេមនាងជំពូក3ខ5លេវីវិន័យជំពូក11ខ44រ៉ូមជំពូក6ខ22កូរិនថូសទី1ជំពូក1ខ2កូរិនថូសទី1ជំពូក1ខ2ផ្ញើមកពួកនៃព្រះនៅក្រុងកូរិនថូសជាពួកដែលបានញែកចេញជាបរិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវបានទាំងហៅធ្វើជាពួកបរិសុទ្ធជាមួយនឹងអស់អ្នកដែលនៅគ្រប់ទីកន្លែងដែលអំពាវនាវដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាគឺនឹងគេនឹងយើងផងពាក្យមួយដែលថាជំនុំនៃព្រះគឺមានតែមួយប៉ុណ្ណោះដែលប្រើនេះគឺមានតែពលមួយប៉ុណ្ណោះដែលប្រើពាក្យនេះនៅក្នុងគម្ពីរកិច្ចការជំពូក20ខ28អំពីកូរិនថូសទី2ជំពូក1ខ1តែបើនៅក្នុងគម្ពីរសញ្ញាចាស់ច្រើនប្រើពាក្យថាពួកជំនុំនៃព្រះយេហូវ៉ាចោទយកថាជំពូក23ខ1ពាក្យដែលថាបានញែកចេញជាបរិសុទ្ធក្នុងព្រះយេស៊ូវត្រង់ចំណុចនេះបញ្ជាក់ថាអស់អ្នកដែលទទួលជឿព្រះនាមព្រះយេស៊ូវជាអង្គម្ចាស់នោះត្រូវបានញែកចេញជាបរិសុទ្ធនៅក្នុងគម្ពីរយ៉ូហានជំពូក17ខ17និងខ19សម្រាប់ព្រះរាជកិច្ចរបស់ទ្រង់ម្យ៉ាងទៀតគឺចង់ឲ្យពួកគេប្រកាន់ខ្ជាប់នៅភាពបរិសុទ្ធដាក់នៅក្នុងជីវិតរបស់ពួកគេនិខេមនាងជំពូក3ខ5និងខ19និងជំពូក19ខ6លេវីវិន័យជំពូក1ខ44សរុបសេចក្តីមកបងប្អូនអើយមានតែព្រះទេដែលទ្រង់បរិសុទ្ធពាក្យថាបរិសុទ្ធគឺទ្រង់គ្មានបាបសោះហើយមិនបានយកការអាក្រក់មកដាក់ក្នុងប្រតិទ្រង់ឡើយគឺទ្រង់នេះហើយដែលជាព្រះបានសុគតជំនួសបាបយើងដើម្បីផ្សះផ្សាយើងហើយព្រះអង្គចង់ឲ្យយើងបានคล้ายទៅជាកូនព្រះពិតប្រាកដព្រះទ្រង់បរិសុទ្ធយើងទាំងអស់គ្នាក៏បរិសុទ្ធដូចទ្រង់ដែរសូមបងប្អូនប្រុងប្រយ័ត្នចំពោះអារក្សវាញុះញង់ក្នុងជីវិតយើងរាល់ថ្ងៃវាចង់ឲ្យយើងទាំងអស់គ្នាបាត់ភាពបរិសុទ្ធពីព្រះវាបណ្ដាលជីវិតយើងឲ្យយើងប្រព្រឹត្តនៅអ្វីដែលទ្រង់មិនសប្ហាតីដូច្នេះដើម្បីជៀសវាងកុំឲ្យមានការបាត់ភាពបរិសុទ្ធពីព្រះបានត្រូវអំពាវនាវរកទ្រង់ដោយអស់ពីចិត្តហើយកុំឲ្យភាពបរិសុទ្ធតែព្រះទ្រង់ប្រទានឲ្យយកទៅឲ្យអារក្សព្រោះអារក្សនៅក្នុងគំនិតរបស់វាពោពេញទៅដោយអំពើបាបដូច្នេះយើងត្រូវថ្វាយចិត្តដល់ខ្ទេចខ្ទាំទៅព្រះនៃយើងថ្វាយទាំងចិត្តថ្វាយទាំងព្រលឹងវិញ្ញាណទៅព្រះដើម្បីឲ្យទ្រង់កែច្នៃជីវិតយើងឲ្យបានល្អត្រឹមត្រូវឡើងវិញអាមែនសូមព្រះប្រទានពរ